គ្រាន់តែចេញក្បាលវីដេអូមកចង់ដឹងថាខ្ញុំទៅណាអត់ថ្ងៃហ្នឹងខ្ញុំទៅប្រគំតន្ត្រីមួយនៅខាងប៉ោយប៉ែតខ្ញុំផ្ទាល់ហ្មងមកដល់ភ្លាមជួបកូនកំមុំកូនកន្លោះកម្ពុជាបងប្អូនទាំងអស់គ្នាបាននិយាយពីប្រគំតន្ត្រីនៅនឹងវិញមនុស្សច្រើនកក់កុញខ្លាំងមែនតើពីណាថាប៉ោយប៉ែតអត់សូវមានមនុស្សអត់ទេហើយមីខ្ញុំទៅនេះបានត្រឹមឈរមើលទេដោយសាររកកន្លែងអង្គុយអត់ឃើញទេគ្រាន់តែមកភ្លាមគឺខ្ញុំជួប idol ខ្ញុំភ្លាមហ្មងនិយាយលេងសើចអីខ្ញុំ fan គាត់តាំងពីទូចណាគ្រាន់តែសាច់រឿងខ្ញុំឈរឡើងចិត្ត2ម៉ោងអត់មានកន្លែងអង្គុយដោយសារតែខ្ញុំឈរចុកជើងពេកគឺខ្ញុំអត់បាននៅមើលតារាយូរទេបងអើយខ្ញុំស្ដាយខ្លាំងមែនតើមកមានកន្លែងអង្គុយវិញខ្ញុំនៅតែចប់ប្រគំតន្ត្រីហ្នឹងហ្មងតិចទៀតយើងនឹងឃើញបងស្រីតនច័ន្ទសីមាបងទាំងអស់គ្នាអូននិយាយមែននៅក្រៅស្អាតសាហាវហ្មងខ្ញុំស្ដាយខ្លាំងមែនតើខ្ញុំបានតែថតពីចម្ងាយទេខ្ញុំអត់បាននៅចិត្តទេដោយសារតែមនុស្សច្រើនពេកមើលមិនបានចុកជើងក៏ត្រឡប់ទៅផ្ទះវិញបងអើយស្ដាយនៅតារាច្រើនទៀតណាមកដល់ផ្ទះភ្លាមខ្ញុំធ្វើការញ៉ាំជាមួយនឹងលង DSL ជាប្រភេទផ្លែឈើសម្រក់បងទាំងអស់គ្នាហានេះជាប្រភេទចាក់ហួយញ៉ាំទៅគឺអត់ប៉ះពាល់សុខភាពទេណាបងទាំងអស់គ្នាហ៊ានធានាឲ្យហ្មងឲ្យស្រួលញ៉ាំខ្លាំងមែនតែនអញ្ចឹងកុំទុកឲ្យរៀងខ្លួនឯងម៉ាប់អីបងនិយាយរួមទៅគឺយើងមានជំរើស3មុខមានប្រភេទតែមានប្រភេទចាក់ហួយនិងមានប្រភេទវីតាមីនណាបងចូលមកដល់ feedback បងនេះវិញអូយគឺថាពីមុនគាត់ថតខ្លាំងមែនតែនមកតឥឡូវនេះគាត់ញ៉ាំតែលង DSL ណាស្រកសាហាវហ្មងអញ្ចឹងកុំទុកឲ្យខ្លួនឯងម៉ាប់អីទិញ3មុខនេះយកតែប្រើទៅ